សូមមន្តកាយពិចារនឹងចិត្តក្រាបថ្វាយបង្គំដល់ព្រះពុទ្ធព្រះធម៌និងព្រះសង្ឃគោរពជម្រាបសួរដល់បងប្អូនជនរួមជាតិជនរួមភាសាបងប្អូនដែលកំពុងតែទស្សនានៅការផ្សាយ Page Plan New Generation ឬក៏ជនដែលមានពិការភាពភ្នែកចំនួនថ្មីជនរួមភាសានេះគឺជាការផ្សាយកម្មវិធីសម្លេងនៃក្តីសង្ឃឹមផ្សាយចេញในจำนวนថ្មីឬក៏ Plan New Generation Plan New Generation គឺជា Page Facebook ដែលតែងតែចែករំលែកជារូបភាសាអ៊ីនធឺណិតរៀងរអាក់រអួលបន្តិចណាស៊ីមក៏ពិបាកដើរអ៊ីនធឺណិតស៊ីមក៏ពិបាក Wi-Fi ក៏ពិបាកដែររាល់ថ្ងៃនេះវាពិបាកនៅក្នុងការប្រើប្រាស់មែនតើអ៊ីនធឺណិតពិបាកមកចប់ถ้าស៊ីមទៅវាមិនសូវដើរ Wi-Fi ហ្នឹងក៏វាមិនសូវដើរទៅទៀតដាច់ហើយជួបភាសាប៉ុន្តែយើងអត់បានបញ្ឈប់នៅដំណើររបស់យើងទេអ្វីដែលយើងត្រូវដើរទៅមុខគឺយើងត្រូវការចែករំលែកអំពីជីវិតមនុស្សដែលមានពិការភាពយើងត្រូវការឲ្យទាំងអស់គ្នាយល់ដឹងអំពីច្បាប់សិទ្ធិរបស់មនុស្សពិការភាពមនុស្សដែលមានពិការភាពយើងត្រូវការឲ្យសង្គមមួយនេះមានភាពស្មើគ្នារវាងមនុស្សដែលមានពិការភាពនិងមនុស្សដែលមិនមានពិការភាពអញ្ចឹងអ៊ីនធឺណិតមិនជាបញ្ហាទេព្រោះឆន្ទៈនិងមនសិការនឹងបន្តទៀតបន្តរហូតទៅដល់អ្វីដែលយើងចង់បានជារូបភាសានៅពេលដែលពួកខ្ញុំធ្វើការផ្សាយជារៀងរាល់ថ្ងៃសៅរ៍និងថ្ងៃអាទិត្យនេះគឺពួកខ្ញុំតែងតែរំពឹងទុកថាអ្វីដែលពួកខ្ញុំបានផ្សាយនេះវានឹងជាចំណែកមួយដ៏សំខាន់សម្រាប់ជនដែលមានពិការភាពយកទៅសិក្សាឆ្វេងយល់ក៏ដូចជាជនដែលមានពិការភាពអាចយកវាទៅធ្វើជាព្រោះពួកខ្ញុំតែងតែគិតថាមានដំណោះស្រាយជាប់បានន័យថាมันមានបញ្ហាណាកើតមកជីវិតនឹងគឺអត់មានបញ្ហាសោះក៏មិនមែនជាជីវិតដែរប៉ុន្តែដំណើរនៅការរស់នៅក្នុងសង្គមក្តីដំណើរនៃការរស់នៅក្នុងប្រទេសក្នុងគ្រួសារឬក៏នៅម្នាក់ឯងក៏ដោយរមែងតែងតែមានឧបសគ្គរមែងតែងតែមានទុក្ខហើយដោយទ្រឹស្ដីព្រះពុទ្ធសាសនាលើកឡើងមកថាមានរូបគឺនៅពេលដែលមានរូបគឺយើងត្រូវការឲ្យរូបយើងនេះព្រោះយើងត្រូវការតម្រូវការបំពេញនៅតម្រូវការនៃរូបរាងកាយរបស់យើងដូចជាជួបភាសាតោះត្រឡប់មកវិញណាដាច់ជាលើកទី2ហើយទី4ដូចទេជាថ្ងៃនេះពួកខ្ញុំតែជាទូទៅពួកខ្ញុំតែងតែផ្សាយអំពីអនុសញ្ញាស្ដីពីសិទ្ធិជនពិការនិងវិធីសាស្ត្របន្ថែមប៉ុន្តែថ្ងៃនេះពួកខ្ញុំចង់បញ្យល់ចំណែកខ្លះជាប្រធានបទទូទៅមួយដែលដាក់ដែលពួកខ្ញុំដែលពួកខ្ញុំបានដាក់នេះគឺបរិយាបន្នសង្គមអញ្ចឹងអ្វីទៅជាបរិយាបន្នសង្គមហើយធ្វើម៉េចដើម្បីឲ្យមានបរិយាបន្នក្នុងសង្គមនេះព្រោះបើយើងនិយាយអំពីមនុស្សរស់នៅក្នុងសង្គមនេះមិនមែនមានតែមនុស្សពិការទេហើយក៏មិនមែនមានតែមនុស្សអត់ពិការដែរមានចម្រុះភាពគ្នាមានពិការភ្នែកពិការជើងពិការដៃពិការកពិការសតិបញ្ញាពិការរូបរាងកាយនិយាយតែពិការទេណាយើងនិយាយតែក្រុមមនុស្សដែលពិការគឺច្រើនបាត់ទៅហើយផ្សេងគ្នាបាត់ហើយពិការដៃហ្នឹងក៏មានពិការពិការដៃហ្នឹងក៏មានពិការដៃមួយខាងពិការដៃទាំងពីរពិការភ្នែកក៏ដូចគ្នាមានពិការភ្នែកមួយខាងពិការភ្នែកទាំងសងខាងពិការភ្នែកតែនៅមើលឃើញខ្លះពិការភ្នែកតែងងឹតឈឹងជាដើម
ចេញពីអ្នកពិការទៅមានអ្នកស្រឡាញ់ភេទដូចគ្នាស្រីស្រឡាញ់ស្រីប្រុសស្រឡាញ់ប្រុសណាមានអ្នកជនជាតិដើមភាគតិចដូចជាជនជាតិពូណងជនជាតិគួយជនជាតិស្ទៀងជនជាតិអីជាដើមនិយាយចេញពីក្រុមអ្នកដែលនេះទៅគឺមានក្រុមមនុស្សចាស់តែគាត់ក៏ត្រូវការថែទាំដែរឃើញទេអញ្ចឹងពេលយើងនិយាយអំពីមនុស្សនៅក្នុងសង្គមគឺចម្រុះភាពគ្នាឥឡូវខ្ញុំសួរអ្នកទាំងអស់គ្នាបើសិនជាយើងចាប់ផ្ដើមបែងចែកមនុស្សក្នុងសង្គមអ្នកស្រឡាញ់ភេទដូចគ្នាទៅម្ដុំអ្នកដែលគាត់ជាជនជាតិដើមភាគតិចទៅម្ដុំអ្នកដែលគាត់ជាជនជាតិភាគតិចទៅម្ដុំអ្នកដែលគាត់មានពិការភាពទៅម្ដុំអ្នកដែលគាត់ផ្ទុកមេរោគអេដទៅម្ដុំអ្នកដែលជាមនុស្សចាស់ជរាទៅម្ដុំជ្រុលភាសាគឺយើងផាត់ពួកគាត់ចេញដែលឡែកទៅយើងនឹងរកឃើញថាតើជំរឿននៅក្នុងសង្គមនេះទៅជាបែបម៉េចវិញផាត់អ្នកដែលគាត់ញៀនគ្រឿងញៀនទៅម្ដុំអញ្ចឹងវាលែងទៅជាសង្គមមួយដែលមនុស្សរស់ជុំគ្នាណាលែងទៅជាមនុស្សសង្គមមួយដែលមនុស្សរស់ជុំគ្នាហើយនៅពេលដែលបែកចែកអញ្ចឹងសួរថាឥឡូវតើអ្នកស្ថិតនៅក្នុងកន្លែងណាជាងអ្នកអត់ពិការទេអ្នកអត់ស្រឡាញ់ភេទដូចគ្នាទេអ្នកក៏មិនមែនជាជនជាតិដើមភាគតិចដែរអ្នកក៏មិនមែនជាជនជាតិភាគតិចដែរអ្នកក៏មិនមែនជាអ្នកផ្ទុកមេរោគអីដែរអ្នកក៏មិនមែនជាអ្នកញៀនថ្នាំដែរតែអ្នកជាមនុស្សចាស់ជរាអ្នកប្រកាសជាស្ថិតនៅក្នុងក្រុមណាមួយប្រកាសជាស្ថិតនៅក្នុងក្រុមណាមួយអ្នកអាចស្ថិតនៅក្នុងជាស្ត្រីក៏ជាក្រុមមនុស្សដែលងាយរងគ្រោះដែរត្រូវបានគេរំលោភបំពានងាយនៅក្នុងការគេធ្វើបាបដែរជាងអ្នកអាចជាស្ត្រីគេអ្នកជាកុមារអ្នកជាមនុស្សចាស់យុវជនកាយសម្បទាគ្រប់គ្រាន់តែជួនកាលគាត់ស្រឡាញ់ភេទដូចគ្នាអញ្ចឹងជាចំណែកយើងមិនអត់ឃើញទេអញ្ចឹងមកពីមូលហេតុនេះហើយទើបគេមិនឲ្យមនុស្សរើសអើងគ្នានោះព្រោះនៅពេលដែលមនុស្សចាប់ផ្ដើមរើសអើងគ្នាការបែងចែកវណ្ណៈសង្គមការបែងចែកនៅបំណែកសង្គមនេះគឺជាការបំផ្លាញនៃសង្គមមួយចោលប៉ុន្តែផ្ទុយទៅវិញដែលយើងអាចរកវិធីសាស្ត្រនៅក្នុងការរស់នៅជាមួយគ្នាយើងរកវិធីសាស្ត្រដែលអាចធ្វើឲ្យមនុស្សគ្រប់ប្រភេទមនុស្សគ្រប់ក្រុមអាចរស់នៅក្នុងសង្គមមួយនេះដោយសុខសន្តិភាពដោយសុវត្ថិភាពដោយភារៈភាពគឺសង្គមនេះនឹងរីកចម្រើនហើយនឹងល្អប្រសើរចឹងហើយទៅថ្ងៃនេះយើងមកជជែកគ្នាអំពីបរិយាបន្ននៃសង្គមព្រោះកន្លងមកយើងធ្លាប់លើកបរិយាបន្នអប់រំបរិយាបន្នអប់រំបរិយាបន្នអប់រំបរិយាបន្នយើងអាសាលឺណាអញ្ចឹងនៅចំណែកថ្ងៃនេះពួកយើងនឹងចែករំលែកហើយមានអីក៏អាចចូលរួមជាមួយនឹងពួកខ្ញុំបានដែរមិនមែនមានន័យថាពួកខ្ញុំជាអ្នកចែករំលែកនេះមិនទទួលយកមិនស្ដាប់មិនអានមិនខ្វល់អំពីអ្នកទស្សនាទេតែពួកយើងត្រូវការជជែកគ្នាជាមួយនឹងអ្នកដែលកំពុងតែទស្សនាយើងត្រូវការជជែកដេញដោលគ្នាជាមួយគ្នាព្រោះវេទិកានេះគឺជាវេទិកាសាធារណៈអរគុណតោះឥឡូវមានវណ្ណៈមានអីជាចំណែកនៅក្នុងការចាប់ផ្ដើមជាចំណាប់អារម្មណ៍ថ្ងៃនេះចាជំរាបសួរពុកម៉ែបងប្អូនជនរួមភាសាជាថ្មីម្ដងទៀតជំរាបសួរអ្នកទាំងអស់គ្នាជំរាបសួរបងសុកជាជំរាបសួរបងកឹមសៀនសៀនកំសៀនជំរាបសួរបងប្អូនជនរួមភាសាចាស់នេះគឺជាកម្មវិធីសំឡេងនៃក្តីសង្ឃឹមដែលកម្មវិធីនេះគឺយើងធ្វើការផ្សាយជារៀងរាល់ថ្ងៃសៅរ៍និងថ្ងៃអាទិត្យវេលាម៉ោង8ដល់ម៉ោង9:00នាទីយប់ហើយ
នៅក្នុងថ្ងៃនេះដែរពួកយើងនឹងមកផ្សាយនិយាយអំពីបរិយាបន្នសង្គមអញ្ចឹងសម្រាប់បងប្អូនជនរួមភាសាដែលចង់ចូលរួមជជែកពាក់ព័ន្ធជាមួយនឹងពាក្យបរិយាបន្នឧទាហរណ៍រូបភាពរបៀបអ្នកពាក់ព័ន្ធអីផ្សេងគឺអាចជជែកគ្នានៅខាងក្នុងនេះបានអាចថាជាការចែករំលែកមកកាន់ពួកខ្ញុំទាំងពីរអ្នកក៏បានអាចថាជាការចែករំលែកទៅដល់បងប្អូនជនរួមភាសាដទៃទៀតដែលកំពុងតែទស្សនានៅក្នុងការផ្សាយនេះក៏បានដែរចា៎ដោយបងវិចិត្រគាត់បានបញ្ជាក់អញ្ចឹងថាមនុស្សណាឲ្យតែកើតជាមនុស្សណាក៏មានទុក្ខដែរព្រោះជីវិតជាទុក្ខបើសិនជាយើងយកទ្រឹស្ដីរបស់ពុទ្ធសាសនាយកមកប្រើគឺមានរូបគឺមានទុក្ខហើយប៉ុន្តែដោយឡែកនៅក្នុងនោះភាពទុក្ខនៃមនុស្សពីធម្មជាតិមានស្រេចទៅហើយប៉ុន្តែពេលខ្លះក្រុមមនុស្សខ្លះគឺត្រូវបានសង្គមទុកចោលក្រុមមនុស្សខ្លះត្រូវបានសង្គមផាត់ចេញក្រុមមនុស្សខ្លះត្រូវបានសង្គមមិនយកចិត្តទុកដាក់គឺកាន់តែបន្ថែមនៅទុក្ខរបស់ពួកគាត់តទៅទៀតហើយនៅក្នុងនោះដែរជនដែលមានពិការភាពក៏ជាជនដែលងាយរងគ្រោះផងដែរដូច្នេះហើយនេះគឺជាមូលហេតុធំដែលធ្វើឲ្យពួកខ្ញុំនៅតែបន្តហើយក៏ធ្លាប់ផ្សាយនៅធ្លាប់ហើយក៏នៅតែបន្តផ្សាយនៅច្បាប់ជាច្បាប់ស្តីពីកិច្ចការពារនៅលើកម្ពុជាសិទ្ធិជនពិការរហូតមកដល់អនុសញ្ញាស្តីពីសិទ្ធិជនពិការនិងពិធីសារបន្ថែមនេះហើយនៅក្នុងថ្ងៃនេះយើងអាចជាប្រធានបទទូទៅជាប្រធានបទបើកដែរពាក់ព័ន្ធជាមួយនឹងបរិយាបន្នសង្គមអញ្ចឹងសម្រាប់បងប្អូនចំនួនភាសាដែលធ្លាប់ឮពាក្យនេះគឺអាចសរសេរបានហើយបើសិនជានរណាដែលអត់ធ្លាប់ឮក៏អាចទៅស្រាវជ្រាវបន្ថែមបាននៅក្នុងគណៈពេលនេះដើម្បីយកមកចែករំលែកពួកខ្ញុំផ្ទាល់គឺយើងប្រើវប្បធម៌នៅក្នុងការចែករំលែកគ្នាពួកខ្ញុំឡាយនៅទីនេះគឺចែករំលែកទៅបងប្អូនហើយបងប្អូនដែលកំពុងតែទស្សនាគឺអាចចែករំលែកមកគ្នាបានគឺយើងបង្កើតនៅវប្បធម៌នៅទំនាក់ទំនងនៅភាពស្និទ្ធស្នាលគ្នាទោះបីជាពេលនេះគឺយើងមិនមែននៅកន្លែងតែមួយក៏ដោយប៉ុន្តែតាមរយៈបច្ចេកវិទ្យានេះគឺយើងអាចរាប់មិត្តបានគឺយើងមិនប្រើប្រាស់បច្ចេកវិទ្យានេះដើម្បីជេរគ្នាដើម្បីហែកហួរគ្រួសារគ្នាដើម្បីតែដុតបំផ្លាញជាតិឯងទេប៉ុន្តែយើងប្រើបច្ចេកវិទ្យានៅក្នុងការរកមិត្តហើយមិត្តទាំងអស់នោះគឺជាមិត្តដែលចេះចែករំលែកដែលប្រកាន់ភ្ជាប់នៅសិលសមាធិបញ្ញាការនិយាយស្ដីប្រកបដោយក្រមសីលធម៌ត្រឹមត្រូវហើយនឹងចែករំលែកអំពីរបៀបនៅក្នុងការគោរពសិទ្ធិក៏ដូចជាការបង្កើតនៅលក្ខខណ្ឌផ្សេងទៀតដើម្បីឲ្យជនដែលងាយរងគ្រោះនៅក្នុងសង្គមអាចរស់ដោយមានឱកាសស្មើភាពគ្នាជាមួយនឹងជនផ្សេងទៀតដែលរស់នៅក្នុងសង្គមចាសូមបញ្ជាក់ដែរត្រឡប់មកវិញអំពីpage Plan New Generation នេះគឺយើងបង្កើតតាំងពីឆ្នាំ2018មកម្លេះនៅក្នុងគោលបំណងចង់ឲ្យជនដែលមានពិការភាពក៏ដូចជាជនដែលគ្មានពិការភាពគឺមានទំនាក់ទំនងជាមួយគ្នាហើយជាពិសេសគឺផ្ដោតទៅលើជនដែលមានពិការភាពផ្នែកធ្វើយ៉ាងណាឲ្យពួកគាត់មានភាពឯករាជ្យនៅក្នុងជីវិតហើយយើងដឹងច្បាស់ហើយថាការចំណេះដឹងគឺពិតជាសំខាន់ណាស់សម្រាប់មនុស្សម្នាក់ហើយពេលនេះពួកខ្ញុំក៏មានគម្រោងមួយនៅក្នុងការបង្កើតជាបណ្ណាល័យសម្រាប់ជនដែលមានពិការភាពផ្នែកផងដែរប៉ុន្តែជាក់ស្ដែងបច្ចុប្បន្នគឺយើងនៅខ្វះម៉ាស៊ីន Print អក្សរ Braille ដូចជា caption នៅខាងលើការ live នេះអញ្ចឹងសម្រាប់បងប្អូនចំនួនភាសាណាដែលអាចថាជាការវិភាគទានជានេះក៏បានដែរព្រោះថាយើងរៀងខ្វះពាក់ព័ន្ធជាមួយនឹងថវិកាដោយសារតែវាច្រើនទិញម៉ាស៊ីន Print ហ្នឹងអញ្ចឹងអាចចូលរួមវិភាគទានបានតាមរយៈ ABA ខាងលើគឺយើងកំពុងតែព្យាយាមបង្កើតនៅបណ្ណាល័យសម្រាប់ជនដែលមានពិការភាពផ្នែកដោយសារតែឥឡូវនេះបើជាក់ស្ដែងមែនតើទៅបងវិចិត្រគាត់រៀននៅសាកលវិទ្យាល័យរយៈពេល4ឆ្នាំហើយប៉ុន្តែដូចជាមិនមានសាកលវិទ្យាល័យឲ្យសភៅជាអក្សរ Braille ដល់ពួកគាត់ដែលជាជនដែលមានពិការភាពផ្នែកទេគឺអត់មានទេបងប្អូនគឺយើងតន់តែយើងទៅរកម៉ាស៊ីនខ្លួនឯងហើយពេលខ្លះយកមកអង្គុយចុចមួយអក្សរដើម្បីយកមកស្ទាបហើយរំលឹកមេរៀនអ្វីដែលបានរៀនអញ្ចឹងបញ្ជាក់ម្ដងទៀតសម្រាប់បងប្អូនជនរួមភាសាដែលចង់ចូលរួមវិភាគទាននៅក្នុងការរួមចំណែកបង្កើតបណ្ណាល័យសម្រាប់ជនដែលមានពិការភាពផ្នែកនេះគឺអាចទំនាក់ទំនងនៅក្នុង LINE នេះក៏បានឬក៏តាមរយៈ Messenger នៃ page នេះក៏បានឬក៏ទំនាក់ទំនងមកបងវិចិត្រផ្ទាល់នេះក៏បានដែរអរគុណអញ្ចឹងខ្ញុំសូមប៉ុណ្្នឹងសិនចាស់បកគលម៉ៃទៅឲ្យបងចិត្តវិញតោះជ្រុះភាសាបងប្អូនបងសន្តិសញ្ញាទីក្រុងប៉ារីសបងសុជាមកផ្សេងទៀតដែលកំពុងតែទស្សនា
khi này nó ngày bong sờ run sập bài bong sờ run nếp tia bong cham click ôm cổ hai mà từ đặt bong cham mà chưa được sao chẳng cái này nhung chạy đồng lê thà ta bà già ban sừng cũng ní cứ chị ấy hơi đừng vừa đừng mà đánh đáy và nạn nên chạy đồng lê thà chạy đồng lê thà ta vừa mất từ miền bà già ban sừng cung nè và vừa đừng mà đánh cái này giờ pi bị thi sa chẳng bà già ban nhung anh gì ban tha chỉ phim chùm rồi cả đã bình trồi tại giờ ban đứng anh gì ban cả room mình trồi buổi hay bây giờ bộ không phần cung tới cái những anh gì ban tha chỉ cả room mình trồi mũi không phần cung uti họ ha tại giờ ban ọp room tại giờ ban cứ cả ọp room đại miền cả room mình trồi sòng cung đại miền tại giờ ban cứ sòng cung đại miền cả room mình trồi sòng cung đại miền ca room mình trôi là cho ấy tới chỉ ca room mình trôi này sòng cung bây giờ này giờ pi mà đu không sòng cung được trong ban uti họ môn năng đại tại sao tại không sòng cung cứ về miền phiệt mình smile kia tê mình đu không sòng cung nữa nè mình đu cứ miền Pika mình Pika miền sài lan khi được kia miền chân chỉ đam phía tây chân chỉ phía tây miền nẹt cro miền sợi miền cọ ma miền nẹt khla tư bay so nẹt khla tư bay khmai chứ cả na đã nông sòng cũng nó miền cả bay chạy tục cháu nêu chồng này 50 đi sòng cungอดคลายคอลปีจนปีการเพียบอดคลายคอลปีเนี่ยสลายเพียเด็กนี้อดคลายคอลปีเนี่ยจนจะดาฟิตต์ไอจะดาอุทิศได้นะถ้าเนื้อไปได้ยืดจับประดามันบานคลายคอลปีปุกปัดแต่ก่อนนู้คือทัวร์เอาสังคมนี้มันมีการดับบรรจมมีการรุมบรรจมตียืดทรอบลือปีธาตีมุ้ยเกิดธาจนได้ตระบานสังคมพัดเจงยินทอบลือเปียนังเต้จะรู้ภาษาตีปีคือยินทอบลือธาจนได้เงียโรงครูหรือก่อจนได้เบียนสำเร็จเต็กขนมสังคมปีนะจะรู้ภาษาตาปีนี้เบียนในทางอย่างไรตีมุ้ยคือจนได้ตระบานสังคมพัดเจงต่ออันเฉลยเล่งเต็กบ้านเนี่ยต่อเปียธาจนได้สังคมพัดเจงต่อเชียจนแบบน่ะหายจนได้เมียนสำเร็จเต็กขนมสังคมคือจีจนแบบน่ะchưa được sao? Bong đại công bố tu sana. Ai sắp xếp đấy. Thì mỗi cứ chôn đại sang công phát trình. Ta chỉ chôn bài nà hay chôn đại. Từ miền sầm lanh tích không sang công mới được còn chôn đại nghề trong kêu nữa nghe. Cứ chỉ chôn bài nà. Bỏ tóm cái này chơi té, phim chơi, trai lô tham cái này chọn chơi này, chạy đồng lê cũng nói tha chạy đồng lê,แต่phim thầy lô mình lại chọn chạy đồng lê đây, ấy cầm thì đi ở chạy đồng lê sao chạy đồng lê thầy mình ai nhớ thì, cứ cũng cũng tại hai chú ru vì sao mà chú chạy đồng lê cái gì, cầm thì ní cứ chỉ cầm thì bỏ như ở cái ní, từ cả chỉ chơi cái ní, như từ chẳng ở chú ru vì sao chạy đồng lê đây. Chia sẻ phong trào lưu sản ở bên để bên sai mà nó khi mai hộp thực của chết để xa tại
នៅពេលតែខ្ញុំនិយាយយូរទៅវាមានអារម្មណ៍ថាខ្ញុំស្ងួតបំពង់កហើយវាត្រូវការទឹកបើសិនជាមិនចឹងទេខ្ញុំស្ងួតមាត់ហ្មងអត់ដឹងថាហេតុអីខ្ញុំមានអារម្មណ៍ថាខ្ញុំនេះគឺជាមនុស្សដែលខ្សត់ទឹកមាត់ពួកខ្ញុំឆាប់ស្ងួតទឹកមាត់ណាឆាប់ស្ងួតទឹកមាត់តែអត់សូវមានទឹកមាត់ច្រើនទេគេទេចឹងនៅពេលតែនិយាយគឺតែងតែស្ងួតកបែកមាត់ទឹកមាត់គេមែនមិនដឹងតែគេមានទឹកមាត់ច្រើនជាងឥឡូវបើគេនិយាយទៅគឺអត់ផឹកទឹកដូចខ្ញុំអីមិនដឹងខ្ញុំផឹកអស់ចិត្តមកនេះឯងម្ដងអញ្ចឹងតោះខ្ញុំចែករំលែកតែម្ដងទៅទី1ជនដែលត្រូវបានសង្គមផាត់ចេញពេលដែលយើងនិយាយពីផាត់ចេញគឺការដែលមិនទទួលស្គាល់សង្គមអត់ទទួលស្គាល់ចូលលក្ខខណ្ឌដែលសង្គមទទួលស្គាល់គឺអីគឺមិនលក្ខខណ្ឌច្បាប់គឺមានតែច្បាប់ទេដែលអាចទទួលស្គាល់ស្របទៅនឹងសង្គមមែនអត់ឧទាហរណ៍ថាវណ្ណៈមកមានឈ្មោះជាជនជាតិខ្មែរនេះពលរដ្ឋខ្មែរនេះឈ្មោះជាពលរដ្ឋខ្មែរនេះមិនមានតែមុខនឹងគេហៅថាខ្មែរទេគេខ្លះទៅមុខស្តៀងយួនស្តៀងចិនអីចឹងទៅគេថាយួនចិនបាត់ទៅធ្វើម៉េចប៉ុន្តែគឺមានអត្តសញ្ញាណប័ណ្ណដែលបញ្ជាក់ថាគាត់គឺជាជនជាតិខ្មែរឃើញទេជាងលក្ខខណ្ឌច្បាប់មានសម្បត្តិកំណើតបញ្ជាក់កំណើតសម្បត្តិកំណើតឬក៏សម្បត្តិបញ្ជាក់កំណើតដែលបញ្ជាក់ថាគាត់បានកើតនៅលើដីខ្មែរមានសិភៅគ្រួសារឃើញទេអញ្ចឹងរបស់ទាំងអស់នេះហើយគឺជាចំណែកដែលសំខាន់ដែលបញ្ជាក់ថាគាត់ត្រូវបានគេទទួលស្គាល់ត្រូវបានសង្គមទទួលស្គាល់អញ្ចឹងនៅពេលដែលគាត់ត្រូវចូលរៀនគឺគាត់អាចយកសម្បត្តិកំណើតគាត់ទៅចុះឈ្មោះចូលរៀនបានទទួលសេវាកម្មពីសង្គមគេគាត់អាចយកអត្តសញ្ញាណប័ណ្ណរបស់គាត់ទៅដាក់ពាក្យធ្វើការងារបានឃើញទេគាត់អាចយកសម្បត្តិគ្រួសាររបស់គាត់យកទៅដាក់ពាក្យធ្វើការបានគាត់អាចពេលដែលគាត់ពេញវ័យគាត់មានសម្បត្តិបញ្ជាក់កំណើតឬអត្តសញ្ញាណប័ណ្ណទៅទទួលស្គាល់ភូមិឃុំគាត់អាចចុះអត្តស៊ីវិលឬក៏គាត់អាចចុះសម្បត្តិអាពាហ៍ពិពាហ៍ឬក៏គាត់អាចធ្វើការងារផ្សេងទៀតដែរដែលលក្ខខណ្ឌសង្គមហ្នឹងគេផ្ដល់ឲ្យនៅពេលដែលទៅទទួលនៅសេវាកម្មផ្សេងក៏ត្រូវមានការបញ្ជាក់អត្តសញ្ញាណតាមរយៈអត្តសញ្ញាណប័ណ្ណតាមរយៈសម្បត្តិកំណើតអីជាដើមអញ្ចឹងគាត់អាចយកឯកសារច្បាប់ទាំងអស់នេះទៅប្រើប្រាស់នៅក្នុងវិស័យសង្គមទូទៅដែលគេទទួលស្គាល់ហើយនៅពេលដែលទៅនិយាយដល់ខ្លីសូម្បីតែខ្ចីលុយធនាគារក៏គេត្រូវការអត្តសញ្ញាណប័ណ្ណជាខ្មែរដែរបញ្ជាក់ឈ្មោះបញ្ជាក់ភេទបញ្ជាក់ណាតាំងពីអាយុបញ្ជាក់តាំងពីមានគេថតរូបដាក់នៅក្នុងអត្តសញ្ញាណប័ណ្ណហ្នឹងថាបញ្ជាក់ថាមុខនឹងហើយគេមាន scan កាយៅដៃទៀតនេះរឿងសោះគេ scan កាយៅដៃទៀតនៅពេលដែលខ្ញុំទៅធ្វើអត្តសញ្ញាណប័ណ្ណគឺដុតគេ scan មករៀបដៃយើងណាអញ្ចឹងអ្វីដែលខ្ញុំចង់បញ្ជាក់ថានៅពេលដែលយើងនិយាយអំពីការផាត់ចេញគឺការមិនទទួលស្គាល់អញ្ចឹងការដែលមិនទទួលស្គាល់ហ្នឹងសំដៅលើអីការមិនទទួលស្គាល់ហ្នឹងគឺសំដៅនៅលើច្បាប់កាលណាតែអត់មានចែងនៅក្នុងច្បាប់គឺបានន័យថាផាត់ចេញហើយអញ្ចឹងតើជនបែបណាគឺក្រុមជនដែលគាត់ស្រឡាញ់ភេទដូចគ្នាគឺពួកគាត់អត់មានច្បាប់ដែលការពារពួកគាត់ទេឧទាហរណ៍ដូចជាច្បាប់អាពាហ៍ពិពាហ៍ឃើញទេពួកគាត់អត់មានសិទ្ធិរៀបអាពាហ៍ពិពាហ៍ទេពួកច្បាប់ទទួលស្គាល់គាត់អត់មានច្បាប់ណាបញ្ជាក់អំពី gender របស់គាត់ទេថាគាត់ភេទប្រុស gender ស្រីគាត់មានទេឃើញទេអញ្ចឹងនៅពេលដែលគាត់អត់មានច្បាប់នៅក្នុងការការពារគឺគេមានន័យថាសង្គមអត់បានទទួលយកទេព្រោះច្បាប់សង្គមហ្នឹងគឺអត់បានការពារគាត់គឺអត់បានដាក់បញ្ចូលគាត់ទៅក្នុងប្រព័ន្ធច្បាប់ទេថាគាត់បរដ្ឋធម្មនុញ្ញក៏គេដាក់ដែរថាច្បាប់រៀបការបានតែប្រុសហើយនិងស្រីទេណាអញ្ចឹងវាអត់មានអ្នកដែលគាត់ស្រឡាញ់ភេទដូចគ្នាអាចរៀបការបានហ៎
ចឹងនេះហើយគឺជាការបញ្យល់ខ្លីមួយជាការបញ្យល់ខ្លីមួយថានៅពេលដែលយើងនិយាយអំពីកាលណាអត់មានច្បាប់ចែងដើម្បីការពារគឺគេហៅថាជនដែលត្រូវបានសង្គមផាត់ចេញទី2ជនដែលមានសម្លេងតិចក្នុងសង្គមรู้ภาษาสอบดีទេต้องจีตังมาคือจุดปกติเรียนจุดที่เราพูดเซ็กๆ បាទ ต้องจีตังมาจุดปกติเรียนจุดที่เราพูดเซ็กๆ បាទបងសុជា One reaction button hide details ជនងាយរងគ្រោះគឺបងសម្រាប់ទៅលើជនជាប់ឃុំជនអីហ្នឹងត្រូវហើយបង sticker button ត្រូវបងជាចំណែកមួយជាចំណែកមួយនេះដែរ is watching space advantage จุดแนวระบายโฟกัส advantage button comment below here ជុកខ្ញុំបន្តិចហ្នឹងហើយអរគុណអញ្ចឹងជនដែលងាយរងគ្រោះនេះហ្នឹងហើយដូចបងសុជាបញ្ជាក់មកអញ្ចឹងថាជនដែលងាយរងគ្រោះផ្សេងអំពីអំពើផ្សេងអំពីអំពើរំលោភបំពានបើតែសួរថាហេតុអីបានគាត់ងាយរងគ្រោះបងសុជាបងថាជនដែលងាយរងគ្រោះថាតើហេតុអីបានគាត់ងាយរងគ្រោះគាត់ងាយរងគ្រោះដោយសារតែគាត់មានសម្លេងតិចបានន័យថាគាត់មានចំនួនតិចមានសម្លេងតិចទេយកប្រាប់គេថាចំនួនតិចចុះឥឡូវឧទាហរណ៍ជំឧទាហរណ៍ណាជនដែលមានពិការភាពនិងជនដែលអត់មានពិការភាពមួយណាមានចំនួនច្រើនជាងណាដូចបងសរសេរមិញនេះជនដែលជាប់ឃុំឃាំងហើយនិងជនដែលអត់ជាប់ឃុំឃាំងមួយណាដែរមានចំនួនច្រើនជាងអញ្ចឹងពួកគាត់ដែលងាយរងគ្រោះហ្នឹងដោយសារតែគាត់ជាប្រភេទឬក៏ក្រុមមនុស្សដែលមានចំនួនតិចក្នុងសង្គមដូចនេះត្រូវបានងាយនៅក្នុងការគេរំលោភបំពានណាស់ប៉ុន្តែសួរថាពួកគាត់ត្រូវបានសង្គមផាត់ចោលទេអត់ទេព្រោះដោយសារតែពួកគាត់មានច្បាប់ការពារដែរខ្ញុំឧទាហរណ៍ច្បាប់ជនដែលមានពិការភាពមានកិច្ចការពារនៅលើកម្ពុជាសិទ្ធិជនពិការមានអនុសញ្ញាស្តីពីសិទ្ធិជនពិការមានផែនការយុទ្ធសាស្ត្រជាតិស្តីពីមនុស្សពិការភាពមានច្បាប់ស្ត្រីក៏មានកុមារក៏មានណាអញ្ចឹងពួកគាត់មានច្បាប់ការពារមានច្បាប់ការពារជាក្រុមដែលមានសលេងតិចនៅក្នុងសង្គមនេះគឺជាទូទៅពួកគាត់មានច្បាប់ការពារប៉ុន្តែត្រូវបានគេមិនយកចិត្តទុកដាក់គេអត់យកចិត្តទុកដាក់ទៅលើការអនុវត្តច្បាប់ដែលមាននោះទេឧទាហរណ៍ថាច្បាប់ដែលមានច្បាប់ស្តីអំពីមនុស្សពិការភាពមានក៏ប៉ុន្តែយើងមើលទៅលើការអនុវត្តឬក៏យើងមើលទៅលើការផ្សព្វផ្សាយតើមានការតាមដានមានការអនុវត្តត្រឹមត្រូវទៅតាមច្បាប់នឹងទេបងធម្មគុណបងធម្មគុណតើច្បាប់ស្តីអំពីមនុស្សពិការភាពរាល់ថ្ងៃត្រូវបានអនុវត្តត្រឹមត្រូវទៅតាមបែបបទសន្តាននិងមានការតាមដានត្រួតពិនិត្យត្រឹមត្រូវទេមែនទេអញ្ចឹងពួកគាត់ដែលងាយរងគ្រោះហ្នឹងដោយសារតែគេមិនបានយកចិត្តទុកដាក់ទៅលើពួកគាត់ដោយសារតែពួកគាត់មានចំនួនតិចគេធ្វើផ្លូវគេทำនៅក្នុងច្បាប់វាគេចែងអំពីការប្រើប្រាស់ទីសាធារណៈគឺត្រូវតែទីសាធារណៈត្រូវតែឲ្យមនុស្សពិការភាពឬក៏មនុស្សគ្រប់ប្រភេទអាចប្រើប្រាស់បាននៅក្នុងច្បាប់គេចែងអញ្ចឹងក៏ប៉ុន្តែនៅពេលដែលគេធ្វើផ្លូវគេថាអើយរាប់ខែរាប់ឆ្នាំគ្មានអ្នកពិការណាមកដើរទេអញ្ចឹងធ្វើផ្លូវមិនដាក់ផ្លូវជនពិការក៏បានដែរព្រោះក្នុងមួយសង្កាត់អីយូរកាលមានអ្នកពិការម្នាក់ហ្នឹងមានអ្នកពិការ2នាក់ហ្នឹងជារូបវិសាឃើញទេគេថាមិនបាច់ក៏បានដែរធ្វើអស់លុយមកកណោជារូបវិសានេះទី1ទី2បើគេធ្វើវិញអូធ្វើទៅធ្វើកុំឲ្យខុសច្បាប់ក៏ប៉ុន្តែដាក់ទៅជាតែដាក់ទៅ
ao ta miên của miên nặng kia nam mà đào thì thế chưa đủ sao nó hay cứ quạt nghe rong cứ luôn chắc ạ quạt miên sầm lấy tách quạt nghe rong cứ luôn chắcพวกก็บางกึศติถ้าตัวใบเชี่ยปลูกกอดจีจนในมีนปีการเพียบมีนจำนวนตั้งมันเนี่ยปีเนี่ยก็ได้ก็พอแต่เอาไว้ได้จีสำคัญมันพอดูคือจะแบบใช้การปีกอดที่ปีคือกอดมีนชีวิตมีนสัตว์เรียนจะปูรัดในเครื่องสังคมนี้ได้เพราะแต่เกิดบางกึศจังนะคือก็ทำปลูกกอดจำนวนตั้งจังทั่วไอ้บางกึศเอาปีกอดกับบ้านได้ở đây chung một tí hóa tiết bánh chạy ó tại vì chân mình từ trận này đi kháng bóng vì cả trường đấy nè chia sấy nè cũng như chờ lom và đây chung còn phong tài lược của tí hóa đồng phải ở mưa khơi ở pi ca để mình vô chân tục đã từ lớn nè đây miên chồng luôn tịch tại cái ở xe khơi mình từ trận này được có miên trên tận nam mình lo ấy thì chưa đủ bây giờ rồi viên nhưng mấy phim priệp thiệp đi cứ nè đại miên pika là phiếp từng nè đại ọt miên pika là phiếp ở đây nè pika là phiếp trước nữa nè pika là phiếp thế này bà cứ đồng phi chùm riêng á dạng hao nè miên chỉ đài mày đấy chứ dạng hao mình miên cứ cái lái tay dạng hao miên chỉ đài dạng hao miên chỉ đài bắt đây mơ phơi bao chân bị cạp này mình là cái đài thọp khơi phơi chân bị cạp này cái nào cái thọp khơi bắt khơi gì nè hay gì mình thọp khơi gì chân năng hai đẹp phim trong mình chẹt tha krom nghe rong kro cứ chỉ krom đài miên sầm lên tách nơi không sòng cung miên chủng luôn tách nơi không sòng cung đôi đi nó về là cái phơi muối cứ quạt trời ban cái rồng luồng hỏi cái ở tại chơi kia bảo cái thưa phơi cái ở tại chơi đưa thưa phơi nâng tới mà nu pika là phim này pra cào ót mà nu pika chưa pra cào ót mà nu pika cô thong pra cào ót đừng stop ót ở đây về là cái thưa kia mình đi về thưa kia sala riêng thưa kia cái đai cất thả để thưa giống vậy ở chung này miên pika là phim này pra cào pika chưa pra cào pika cô thong pra cào nhưng hai đấy chia mà đu để nghi rồi cứ trong khi cái khoản tại thưa kia đây mình chọn nơi rachana sampon bài mình pika là phim có dưới khai chỉ chung rồi cứ này giả kia bỏ kia vào đấy muốn sao đi khoan ta cái ở phơi ở dương đá nữa nhưng khai chỉ chôn rung cứ bà đá của dương mình phơi đá đấy dương đá tới nước tầm xưa nó lạt bọc kia này lần bọc hết chào tiền tiền cái bài dương đá đấy bong thăm mẹ con bong thăm mẹ con bà xin gì bong bong trong man chỉ bắp chun bị cá nơi hàng cao cá sai bọc chúng ní cứ miền linh bò on cá sạp phải chỉ chiết linh lớn đó om bò đi OAC cho đây cứ bong ăn chật mưa bàn ní cứ chỉ ăn uống sành nhà xây bị sật chun bị cá nâng bị thi xa bàn thái để tranh đói on cá sạp phải chỉ chiết chẳng đi cứ chỉ chụp nãy đó là bờ sân chỉ chọn án cứ chật mình ta bong thòng một cuốn tê bong sọc khá đi bong xây đây bà sân chỉ chọn án nơi bắp mà nu cho bao chân là miền pika là phiếp chân bong ăn chật đầm bây giờ tại an ban chứ sẽ đâu mau bên cái lại nhìn tịch chân đại tra ban cái phát triển vì sòng cống cứ chân đại cái mình ban bằng cả chữ bắp nên con cá pia phụ quạt ở ban đã chữ bắp mình cho quạt là con bắp con chữ bắp rồi cho nên sòng con chữ bắp con sòng cống tì hơi trong này chân đại nghi rong cú nữa cứ chỉ chân đại miên chồng luôn tách con sòng cống tra ban cái mưa rồng lồ quạt miên chữ bắp ta phía đây
ប៉ុន្តែគេមើលរំលងគេបង្កើតច្បាប់ឲ្យមែនប៉ុន្តែនៅពេលដែលគេធ្វើអីមួយគេអត់បានគិតគូរអំពីគាត់ទេតែខ្ញុំឧទាហរណ៍មិញហ្នឹងណាគឺគេមើលរំលងរហូតគេតែគេមើលរំលងយើងខ្លាចជាជនរងគ្រោះហើយតែគេមើលរំលងយើងខ្លាចជាជនរងគ្រោះហើយព្រោះយើងអត់អាចរស់នៅក្នុងសង្គមនេះដោយស្មើមុខស្មើមាត់ដោយមានសេចក្តីថ្លៃថ្នូរដូចគេដូចឯងអត់យើងមិនខ្លាចជាជនរងគ្រោះទេអញ្ចឹងត្រឡប់មកប្រធានបទយើងវិញសង្គមដែលមានបរិយាបន្ននេះគឺជាសង្គមដែលបានរួមបញ្ចូលដែលបានរួមបញ្ចូលពលរដ្ឋគ្រប់ក្រុមឲ្យរស់នៅស្មើភាពគ្នាក្នុងសង្គមមួយបានន័យថានៅក្នុងសង្គមខ្មែរនេះគឺមានការដាក់បញ្ចូលមិនថាជនពិការមិនថាជនអត់ពិការមិនថាអ្នកស្រឡាញ់ពេទ្យដូចគ្នាមិនថាជនជាតិដើមភាគតិចមិនថាជនជាតិណាឯងប៉ុន្តែត្រូវបានមានច្បាប់នឹងសម្រាប់ការពារហើយរាល់ការធ្វើការងារទាំងអស់គឺគេអត់បានទុកនរណាចោលទេរាល់ការរៀបគោលនយោបាយរាល់ការរៀបផែនការអភិវឌ្ឍជាតិរាល់ការធ្វើការសាងសង់ផ្លូវសាងសង់អគារសាងសង់មន្ទីរពេទ្យសាលារៀនសាងសង់បន្ទប់ទឹកសាងសង់ធនាគារសាងសង់អគារក្រុមហ៊ុនឯកជនក្រុមហ៊ុនអគាររបស់អង្គការក្រៅរដ្ឋាភិបាលក្រៅរដ្ឋាភិបាលអគារបកក្រោយអគារអីក្រោយទីតាំងសាធារណៈសួនច្បារមាត់ទន្លេមាត់បឹងមាត់ស្រះមាត់អីទាំងអស់គឺត្រូវបានដាក់បញ្ចូលនៅការប្រើប្រាស់ឬក៏លទ្ធភាពនៅក្នុងការប្រើប្រាស់របស់ជនដែលមានពិការភាពរបស់អ្នកដែលគាត់ស្រឡាញ់ភេទដូចគ្នារបស់អ្នកដែលគាត់ជាស្ត្រីជាកុមារជាជនជាតិដើមភាគតិចជាជនជាតិភាគតិចចូលទៅក្នុងនឹងដែរគេអត់បានគិតរំលងទេគឺគេគិតដូចគ្នាចឹងយល់ហើយបានន័យថាបរិយាបន្នសង្គមនេះគឺការរួមបញ្ចូលទាំងអស់រួមបញ្ចូលមនុស្សទាំងអស់នៅក្នុងសង្គមនេះឲ្យមានឱកាសស្មើគ្នានៅក្នុងការរស់នៅក្នុងសង្គមមួយដោយអត់មានការបែងចែកដោយអត់មានការទុកចោលនរណាម្នាក់ឬក៏អត់មានការផាត់ចេញនរណាម្នាក់ពីសង្គមនេះទេលោកគ្រូសុកហើយនេះឃើញលោកគ្រូចូលទស្សនាដែរបងនគរខ្មែរខ្ញុំដកឃ្លាហ្នឹងគឺដកឃ្លាដើម្បីស្ដាប់ comment ទេណាជួយរួមភាសាពួកខ្ញុំអត់អាចមើលឃើញអញ្ចឹងទៅពេលដែលខ្ញុំប្រើទៅជាខ្ញុំមកស្ដាប់ comment ទៅបាទហ្នឹងហើយបងធម្មគុណសរសេរអំពីជនជាតិជប៉ុនហ្នឹងហើយបងតែខ្ញុំចង់បញ្ជាក់ថាសង្គមដែលមានបរិយាបន្នគឺដូចជាអ្វីដែលបងបានលើកអញ្ចឹងថាបើសិនជាក្នុងសង្គមនោះគេអាចឡើងដល់អាគារ50ជាន់អញ្ចឹងជនដែលមានពិការភាពក៏អាចឡើងដល់អាគារ50ជាន់ដែរក៏មានបើថាគេឡើងដោយចរាយន្តអញ្ចឹងគាត់ក៏អាចចូលចរាយន្តចុចឡើងដូចគេបានដែរបើសិនជាគេអាចជិះអាទីភ្លើងបានគាត់ក៏ត្រូវអាចជិះអាទីភ្លើងបានដែរប៉ុន្តែវិធីសាស្ត្រនៅក្នុងការជិះវិធីសាស្ត្រនៅក្នុងការឡើងវាអាចខុសគ្នាអត់ដូចគ្នាទេជនដែលមានពិការភាពជនដែលមិនមានពិការភាពគាត់ត្រូវការជិះអាទីភ្លើងគាត់គ្រាន់តែទៅឈរមុខស្ថានីយ៍អាទីភ្លើងគាត់ដឹងស្ថានីយ៍គាត់ដឹងអាទីភ្លើងមកគាត់អាចឡើងកើតប៉ុន្តែជនដែលមានពិការភាពផ្នែកគាត់ចង់ជិះអាទីភ្លើងឬគាត់មិននឹងអាចទៅហៅអាទីភ្លើងឬក៏ដឹងអាទីភ្លើងមកឈប់កន្លែងណាឯកន្លែងណាអញ្ចឹងត្រូវមានរចនាសម្ព័ន្ធដែលអាចឲ្យគាត់ដឹងថានេះកន្លែងនេះគឺជាកន្លែងឈរចាំនៅពេលដែលរថយន្តភ្លើងមកដល់មានសញ្ញាអីបញ្ជាក់ថារថយន្តភ្លើងឈប់មានសញ្ញាអីដែលអាចឲ្យគាត់ដឹងថារថយន្តភ្លើងនេះគឺជារថយន្តភ្លើងដែលគាត់ត្រូវជិះឥឡូវឧទាហរណ៍ដូចឡានក្រុងនៅស្រុកខ្មែរគឺមានក៏ប៉ុន្តែសួរថាតើជនដែលមានពិការភាពអាចដឹងទេថាឡាននឹងគាត់ត្រូវជិះ
đăng Thái Lan nào thế đăng Thái Lan bao tôi lo còn lại để con thằng cho thế chưa được sao anh nói hay cứ thà ở bên phải giả ban thì phụ việc ở bên cá đu mình trôi ở bên cá đã mình trôi mình nu nó cứ sống cũng nó ở bên phía smart cái này thì ở từ tua ban là cá smart cái này thì mày là cá đôi cái này đấy cá smart cái này cũng bắt đôi cái này ăn cá đi đôi cái này chôn cá phía mình đôi cái cá đôi cái bọn anh tích bạn mơ đài này con chân không cái tha trong phần vô bịa thà bạn nhà ban sang cung bên đấy ở lấy đi mau cầm bấy sai sầm bấy tí tục pel bài dịp ram theo một mùi tí ơi bên nãy vừa cả phần vô là hà tá mình vô hai thập bị bạn nhà ban sang cung cứ mà nu nó không sang cung đi cứ miền ảo cả smart khnia đôi khi tế miền cả smart khnia nó còn cá luôn nơi ở đây mà ai phần vô thà tá vừa đôi mà đất mình vừa đôi mà đất đầm bay ao sang cung năng miền bạn nhà ban tỏ đây khi mà mình chạy bị đào chắc cứ sầm luôn nó cứ ở bên nè cha chim điệp xưa bọc ngoại bong ôn chân đông phía xa ngày này xem mà nhiều bạn giấy tê là ngày ở bong chặt chùa giấy tới có mong chặt đỏ lấy còn ao nhầm pram neti đá chẳng ai bị chạy ban khla không chạy pe pram neti nì chẳng đôi bong ôn chân đông phía xa ban đăng khla hái biệt tha bạ để giả ban bọc chia pizza anh lẽ cứ inclusive rồi có inclusion bên này thay chỉ cả đặt bánh trâu hay cả đặt bánh trâu nuôi tiết sao có chỉ cả đặt bằng cao ở miền áo cả thiệp smile thiệp kiaได้แต่đặt bánh trâu ở mình nuôi nước nuôi sừng cungแต่on nó ai chỉ luôn nơi chùm mùi nâng kia bàn chả bông ôn chân rôm pizza rồi biết nơi con cá đặt bánh trâu mình nuôi tiếng on nơi con sừng cung chùm mùi nâng kia thì mỗi lúc ra tại dương squash sân thà ta nơi con sừng cung ní miền nọ nà cái khác đại chiều mình nuôi thà ta hạt ấy ban chỉ chăm bắt tạo bộ quạt nắng miền thiệp ở smile kia nơi con sừng cung ní đấy chứ nè chia chùm lại thì mỗi hạt đây ban chia chăm bạch ở bộ quạt nắng nơi không sủng cung để miền phía xa lại cả tham miền phía chùm đó năng người ấy hay ở nơi không sủng cung nắng miền bục ở miền krom chôn na khăn trắng sum bong ôn chân đun phía xa để trong châu rúm associate nơi tin đi bán pro tha ở bên sinh trong điệp rop có điệp rop ở sơ chia có bọc bài phần màn để bắn tay dương cái lệ mơ pi đầm nào chỉ vật mình nuôi vườn bong ôn chân đun phía xa nơi không đầm nào chỉ vật mình nuôi dương nấy cứ miền khmeng miền vây cẩn đá miền vây trà vây khmei nu miền đang sập tra miền đang cổ ma ra miền đang cổ ma rây mà đo vây cẩn đá miền sập tray miền bồ ra miền nỉ ri đại chỉ chôn đại nghi rong cua ở hai nước nông nuôi tiết sao còn miền chôn đại miền bị cà phê nhẹ sờ lạnh phết đôi kia nhẹ đại mình cầm nát tạ sàn nhan tạ sàn nhan dân đơn nhẹ đại chiêu mình nuôi cha nhẹ đại quạt bị cà phê hai quạt sờ lạnh phết đôi kia nhẹ đại quạt miền tùm nôแบบxây nhẹ đại thưa ca sẽ được cách càoประปอนsẽ được cách càoประปอนนั่นคือmiền này tha bộ quạt lụa đô nơi tam tịp xa rồi có tam xa cái hai tháp xa không muốn nóทำpizza khai dương nơi tam tùm bòn khác cái hai tháp xa không muốn chìa xa đại lụa bật nâng chân từ hay mình chìa mát rồi có ai song đa chăm bạch từ cho bệnh chi nơi cửa xuông mà hẹp tây rồi có ấy dương miền tả tè môi nước dương ạt ô lụa ba này dương năng hai để cái hai tha chia sẻ được cách càoประปอนnè rosi pleuเพจจนได้เมียนจนได้ตกเมโรกมนุษย์จ้าก็ด้วยគ្នាដែរអញ្ចឹងមិញបងវិចិត្រគាត់បានបញ្ជាក់ខ្លះពាក់ព័ន្ធជាមួយនឹងក្រុមពីរក្រុមដែលយើងកំពុងតែលើកយកមកនិយាយទី1គឺក្រុមមនុស្សដែលត្រូវបានសង្គមផាត់ចេញពាក្យថាសង្គមផាត់ចោលនៅទីនេះគឺមានន័យថាគឺអត់យកចិត្តទុកដាក់តែម្ដងហើយយើងសម្គាល់ដោយរបៀបណាគឺសម្គាល់តាមរយៈច្បាប់និងគោលនយោបាយគឺគ្មានឈ្មោះគាត់នៅក្នុងនឹងទេរមើលឈ្មោះនៅក្នុងប្រទេសហ្នឹងគឺអត់មានទេបើថាចុះសច្ចាបានមានប៉ុន្តែបើថាចែងជាច្បាប់នៅក្នុងប្រទេសដើម្បីឲ្យមន្ត្រីដើម្បីឲ្យតាមពីថ្នាក់លើរហូតដល់ថ្នាក់ក្រោមប្រជាពលរដ្ឋនៅក្នុងភូមិឃុំឬក៏តាមស្រុកតាមខេត្តគ្រួសារហ្នឹងគឺអត់មានទេគឺអត់មានសោះហ្មងអញ្ចឹងគេហៅថាជាក្រុមមនុស្សដែលត្រូវបាន
សង្គមផាត់ចោលឧទាហរណ៍ខ្លះៗដូចជាអ្នកស្រឡាញ់ភេទដូចគ្នាជាសច្ចាប័នកម្ពុជាបានទទួលយកប៉ុន្តែបច្ចុប្បន្នគឺអត់ទាន់មានច្បាប់នៅក្នុងប្រទេសទេដែលអនុញ្ញាតឲ្យពួកគាត់អាចរៀបការអាចឲ្យពួកគាត់នឹងស្មុំកូនអាចឲ្យពួកគាត់នឹងធ្វើបញ្ជីអត្តស៊ីវិលសម្បត្តិអាពាហ៍ពិពាហ៍រួមគ្នាដែលស្រីស្រឡាញ់ស្រីឬក៏ប្រុសស្រឡាញ់ប្រុសឬក៏អ្នកដែលមានអត្តសញ្ញាណភេទ gender ផ្សេងទៀតដែលយើងមិនទាន់បានកំណត់ហ្នឹងឲ្យពួកគាត់មានភាពច្បាស់លាស់ទេអត់មានដាក់ថាអត្តសញ្ញាណប័ណ្ណភេទស្រីតែ gender ជាទំនោរអត្តចរិតអាកប្បកិរិយាហ្នឹងជាប្រុសឬក៏អីគឺអត់ទាន់មានបញ្ជាក់ច្បាស់លាស់ទេអញ្ចឹងកន្លែងហ្នឹងហើយដែលភាពអត់ច្បាស់លាស់ហ្នឹងហើយដែលធ្វើឲ្យមនុស្សទូទៅឃើញពួកគាត់មានអារម្មណ៍ថាអូម្នាក់នេះក្រៅសង្គមប៉ុន្តែអត់ទាន់ដឹងថាសង្គមនឹងជាអីទេគឺអត់ទាន់ដឹងថាសង្គមនឹងជាអីទៅចោទគេថានឹងក្រៅសង្គមគេនឹងមិនដូចខ្លួនគេនឹងក្រៅសង្គមទាំងអស់អញ្ចឹងកន្លែងនេះហើយដែលគេហៅថាជាអ្នកដែលសង្គមត្រូវបានផាត់ចេញគឺមិនយកចិត្តទុកដាក់តែម្ដងមនុស្សចាស់តាមការពិតទៅមនុស្សចាស់គឺត្រូវបាននៅពេលដែលគាត់ចាស់ត្រូវតែមានការឧបត្ថម្ភខ្លះព្រោះមុនដែលគាត់ឈានដល់វ័យចាស់គាត់ជាកុមារគាត់ជាអ្នកដែលពេញវ័យរៀបការគាត់ធ្លាប់ជាយុវជនគាត់ធ្លាប់ជាអ្នកនៅវ័យកណ្ដាលគាត់បានចូលរួមវិភាគទានច្រើនណាស់ទាំងផ្នែកសេដ្ឋកិច្ចពាក់ព័ន្ធជាមួយនឹងពន្ធផ្ដល់ជូនទៅដល់រដ្ឋពាក់ព័ន្ធជាមួយនឹងគំនិតផ្នែកនយោបាយការជ្រុំជ្រែងការជ្រើសរើសមេតំណាងអញ្ចឹងទំនួលខុសត្រូវតាំងពីដើមរហូតដល់ចប់គឺគាត់រ៉ាប់រងទាំងអស់ប៉ុន្តែគឺថាហេតុអីនៅពេលដែលគាត់ចាស់ឡើងបែរជាអត់ទាន់មាននៅប្រព័ន្ធអញ្ចឹងកន្លែងហ្នឹងហើយដែលយើងសម្គាល់បានថាប្រភេទក្រុមមនុស្សបែបណាដែលជាប្រភេទដែលសង្គមផាត់ចេញតែម្ដងពាក្យថាផាត់ចេញគឺអត់មើលសោះច្បាប់គោលនយោបាយគឺអត់មានសោះហើយបើពាក្យថាក្រុមមនុស្សដែលត្រូវបានសង្គមមិនសូវជាយកចិត្តទុកដាក់នៅកន្លែងនេះឬក៏ក្រុមមនុស្សដែលងាយរងគ្រោះដោយសារតែគាត់អត់មានឱកាសដូចគេច្បាប់មានគោលនយោបាយមានប៉ុន្តែសួរថាឱកាសភាពពេញលេញណាជាសមធម៌បង្កើតឲ្យពួកគាត់បាននៅឧទាហរណ៍ថាត្រូវហើយដែលយើងគេហៅថាមនុស្សគឺមានភាពស្មើគ្នាតាំងពីកំណើតប៉ុន្តែភាពស្មើគ្នាគឺជាតម្លៃនៅផ្នែកខាងក្នុងប៉ុន្តែដើម្បីឲ្យពួកគាត់អាចរស់នៅក្នុងសង្គមនេះបានគឺជាការបង្កើតនៅលក្ខខណ្ឌចាំបាច់ដែលគេហៅថាជាសមធម៌ gender ចានេះកន្លែងនេះហើយដែលជាផ្នែកមួយថាធ្វើដោយរបៀបណាដើម្បីឲ្យមាននៅបរិយាបន្ននៅក្នុងសង្គមបានអញ្ចឹងមកដល់របៀបនៅក្នុងការបរិយាបន្នសង្គមនេះគឺជាការបង្កើតនៅសមធម៌គេហៅថាជាសមធម៌មួយដែលយើងពិនិត្យអំពីបញ្ហាប្រឈមបើសិនជារវាងខ្ញុំនិងបងចិត្តយើងមានសិទ្ធិនៅក្នុងការទៅរៀនដូចគ្នាមិនអញ្ចឹងប៉ុន្តែទៅដល់សាកលវិទ្យាល័យគ្រូសួរខ្ញុំបើក PowerPoint គ្រូបញ្ចាំង slide ខ្ញុំមើល PowerPoint ពេលដែលសរសេរគឺខ្ញុំសរសេរបិចគ្រូអ្នកបរៀនគាត់ក៏ជាអ្នកផ្នែកភ្លឺដូចខ្ញុំហើយចុះដល់ពេលបងចិត្តវិញណាគេជាអ្នកដែលក្រៅពីប្រព័ន្ធបច្ចេកវិទ្យាដែលគាត់អាចគេហៅថាឥឡូវហ្នឹងគឺមានអីគេអីគេបងចិត្តដែលគេហៅហើយនេះនិយាយបានអីគេភ្លេចបាត់ហើយ top back ហ្នឹងគឺ top back ហ្នឹងគឺអាចមានតែហ្នឹងមួយទេដែលគ្រូអាចមើលបានប៉ុន្តែបើថាទៅអង្គុយ2នាក់គ្រូថាប្រឡងចាប់បិចមកខ្ញុំទៅសេបាន5សំណួរបងចិត្តឡៃទៅចុចអក្សរប្រែលគឺទៅបានមួយសំណួរឯងរយៈពេល15នាទីដូចគ្នា15នាទីដូចគ្នាហើយឲ្យគាត់ច្រឡងដាក់ចូលក្នុងទូរស័ព្ទទៀតដើម្បីឲ្យគ្រូនឹងមើលលក្ខណៈថាកន្លែងហ្នឹងគឺយើងពិចារណាទៅថាតើរវាងគម្លាតការរៀនសូត្រហ្នឹងវាខុសគ្នាប៉ុណ្ណាខ្ញុំមានឱកាសច្រើនជាងដោយសារតែប្រឡងខ្ញុំឆាប់បានទៅសេជាងខ្ញុំមានសភៅពុំមើលគ្រូក៏ជាអ្នកផ្នែកភ្លឺខ្ញុំទៅសេឲ្យបោះឲ្យគាត់ខ្វោកប៉ុន្តែបងចិត្តគាត់ត្រូវចុចអក្សរប្រែរយៈពេលនៅក្នុងការចុចម្ដងមួយវាចំណាយពេលយូរកន្លែងនេះមិនមែនថាអន់ទេប៉ុន្តែមនុស្សគ្រប់គ្នាគឺមានលក្ខណៈអត់ដូចគ្នាទេអញ្ចឹងយើងត្រូវតែសិក្សាអំពីបញ្ហាប្រឈមក៏ដូចជាតម្រូវការរបស់គាត់ដើម្បីបំពេញលក្ខខណ្ឌគេហៅថាធ្វើយ៉ាងណាឲ្យពួកគាត់មានភាពស្មើគ្នាបើថាខ្វះចាក់ឲ្យថែមឲ្យពេញបើថាខ្វះចាក់ថែមឲ្យពេញបើឃើញគាត់ខ្វះកន្លែងហ្នឹងហើយគឺចាក់ថែមឲ្យពេញប៉ុន្តែត្រូវដឹងផងតែគាត់ខ្វះកន្លែងណាដើម្បីចាក់ឲ្យថែមពេញមិនគ្រាន់តែចែងឲ្យមិនធ្វើទេណាកន្លែងនេះគ្រាន់តែចង់បញ្ជាក់អញ្ចឹងទេហើយដោយសារតែពេលវេលាមានកំណត់អញ្ចឹងខ្ញុំសូមបញ្ជាក់ខ្លីៗប៉ុណ្ណោះប៉ុណ្ណេះចុះហើយសង្ឃឹមថាសប្តាហ៍ក្រោយនឹងបកស្រាយឲ្យបានច្រើនជាងនឹងទៀតពាក់ព័ន្ធជាមួយនឹងបរិយាបន្នសង្គមពាក់ព័ន្ធជាមួយនឹងសមភាពក៏ដូចជាសមធម៌ផងដែរអរគុណ ខ្ញុំបញ្ជាក់មួយគំនិតចុងក្រោយ
สำหรับจุนรูวิซาบองโอนได้กับมุงแต่ตุสนาตาจังเอาสังคมมวยนี้คลายแต่จีสังคมได้เมียนปะยาบันเต้จังจำให้ได้ผู้ยื่นอาโจรูบานที่มันแจกกำนัดมวยจีกำนัดจองกราวในขนมไทยนี่สำหรับประเทศบัดนี้นึกไปได้ยื่นจังเอาสังคมนี้คลายแต่จีสังคมได้เมียนปะยาบันเขายื่นองคุยจำดอรัฐาปิบารุ่มบรรจงนูวิคอนละชีก็ได้สมัยวิก็ชีกาวินเนอร์แต่ชีก็ได้สมัยเดี๋ยวลาไว้ตีเพราะนั้นดมน้อสไลด์เดี๋ยวรอบอมพอดคือชีการจับประดามปีครูไหนการจับประดามจริงปีครูไหนคือชีดมน้อสไลด์แต่มือกดเดี๋ยวอัดน้อสไลด์ปัญหาชีจานบาดมน้อสไลด์มีแต่มวยจริงตีจับประดามปีครูไหนทั่วปีครูไหนทั่วดอยครูไหนคือชีดำนอสไลด์เดลอบอมพอดสำหรับชีวิตมนุษย์หายนี่คือมันยี่จะตูเตยสนะอุทิศท่าจุดรูปซาเมียนวิบัติหรือก็จูวิบัติให้โรงจำเอาเนี่ยดัดตีมาดอสไลด์แต่งครูไอเอาจำประดามดอสไลด์นะคือเรื่องนู้ดอสแสจริงดิประเด็นในปีเด็กจุดรูปซาจำประดามเมียนวิบัติเมียนการหลบบาเมียนจูบเรื่องไอ้เซ่เพื่อได้จับตามดอกสายจริงปีครูนไอเนี่ยเซ็งมันต้นมันมาดอกเพราะนะจุงกายยังดอกรุ่นครูนไอมาได้จริงจีจบไหนถัดดอกน้อสายดอกลมฮอตคือการจับตามปีครูนไอเพื่อโดยครูนไอกึศโดยครูนไอเพื่อโดยครูนไอกึศโดยครูนไอเพื่อโดยครูนไอลูกคือจีเรื่องใดยืงแต่ออกเนี่ยตรงแต่ยกเพื่อจีดอกน้อสายมันท่าปัญหาศึกจีปัญหาสังคมจีปัญหาครูซาจีปัญหาครูนไอกันดอกจุดรู้ไหมจ๊ะจังในประเด็นยังจังเอาสังคมนี้คลายที่ชื่อสังคมในมีแบบยาบ้านคือส้มจับประดามปีครูนไอเอายังจับประดามดับบรรโจมนุษย์เตียงอ๋อยังจับประดามดับบรรโจมนุษย์เตียงอ๋อดับบรรโจอย่างไรจุดรู้ไหมจ๊ะได้กึศดอลมนุษย์ได้มีปีการเพียบทีได้กึศดอลมนุษย์เซ็งเตี้ยกลายออกปีครูนยืนทีจังจำนายแต่เนี่ยต่างอคืออาจูรูบ้านคือเป็นแต่เพื่อไอ้มวยคือก็เพื่อการงี้ไอ้กันเลยตระกุดอมปีมนุษย์กรุบประเภทในขนมสังคมนี่อะไรบางยังดังท่าแต่เราบอกยืงแต่เราบอกยืงนะแต่เราบอกยืงเนี่ยขนมพุ่มหรือก็ขนมในแต่เราบอกยืงเมียนจนแต่เมียนปีการเพียบก็ด่าซาเมาหรือก็ยังดังถ้าขนมพุ่มยังมีจนมีการพิจารณายังถ่ายถ้วยอย่างไรบ่าพุ่มก็มันเถื่อวันใต้เตะจนรูไปซาเตะยังต่อพลุ้นอ่ะแล้วเตะบองโซชีก็ลุอีวันโดยวันจับพูดจ่อยังอุตสาหนะเคยจนแต่มีปีการพิจารณาติงอุตสาหนะเคยจนแต่มีปีการพิจารณารุ่นใต้ผลติงยังยืดถ่ายถ้วยสำหรับก๊อตถ้วยจุ่มเรียนมวยสำหรับก๊อตเต้จนในเมื่อปีการเพียบเต้ปีการเพียบแผนกไอ้ถ้วยเจ้าการกำหนดสำกอลสำหรับไอ้ก๊อตดังทานนี่จีบแต่บองเต้ยังจังในเป็นแต่ยืดจับตามกึศยืดเหมือนดูยืดตัวออกนี้ยังจับตามกึศองปีคู่บ้านเราบอกยืดนึกมีน่ะป้ายาบ้านสังคมนึกขนมคู่บ้านเราบอกยืดให้ยืดหนึ่งโจรวมจำนายทั่วไอ้นี่เป็นแต่ยืดดังทางนึกขนมพุ่มเราบอกยืดมีนจนแต่มีนปีการเพียบมีนจ่าจุรีมีนจนจีตามเพียเต็กมีนจนจีเพียเต็กนี่เป็นแต่ยืดแต่ประชุมคมยังอาจเลิกสำนักจีสำนักเซ็งสำนักผู้กอดยังคืนค่ะขวาไอ้คือยืดเลิกสำนักแต่พุ่มคมบอกจริงจริงจำนายแต่ยืดอาจทวารคือยังจับตามเธอคือจับตามจริงเป็นคนยืนจากออกนี่ไอ้มันจะบันยังบันชมปัจเจตาสังคมวันนี้วิมีปัจญาบ้านลูกตราไตมนุษย์กรุบเนี่ยคือเชี่ยมนุษย์ปัจญาบัตคือเชี่ยมนุษย์ได้มีนคูกบาปัจญาบัตคือมีนคูกบาได้มีการด่ารุ่มมันโจรุตาการกึศเราบอกยังมีการรุ่มมันโจมนุษย์กรุบประเภทหายทางจังในเป็นแต่ยังคล้ายจะเชี่ยเนี่ยดักงอมยังคล้ายจะเชี่ยเหมือนไตรยังคล้ายจะเชี่ยเหมือนไตรคุมเหมือนไตรคุมยังคล้ายจะเชี่ย
អ្វីក៏ដោយក៏យើងនៅតែមានការរួមបញ្ចូលដែរយើងចាប់ដើមធ្វើអ្វីដែលយើងអាចធ្វើបានហើយនៅពេលដែលយើងធ្វើគឺយើងត្រូវតែធ្វើគិតអំពីការបរិយាបន្នគ្រប់គ្នាទាំងអស់បានន័យថាធ្វើសូម្បីតែផ្ទះយើងឡើងយើងត្រូវគិតអំពីតាំងពីផ្ទះរបស់យើងឡើងព្រោះយើងអត់ដឹងទេថាផ្ទះរបស់យើងសមាជិកគ្រួសាររបស់យើងឬក៏អ្នកមកផ្ទះរបស់យើងថ្ងៃណាមួយនឹងមានជនពិការថ្ងៃណាមួយនឹងមានជនពិការមកផ្ទះរបស់យើងអញ្ចឹងសូមគិតតាំងពីផ្ទះរបស់ខ្លួនឯងទៅបន្ទុកទឹករបស់យើងទៅព្រោះរបស់ដែលជនដែលមានពិការភាពអាចប្រើបានមិនមែនប្រកាសថាអ្នកដែលអត់ពិការភាពមិនប្រើមិនបានទេណាឥឡូវដូចធ្វើជំរាលនៅផ្ទះជាជំរាលរវាងនឹងការធ្វើជំរាលឡើងតាមជំរាលហើយនឹងឡើងតាមចដៅរដ្ឋកម្មតើមួយណាស្រួលឡើងជាងអ្នកដែលអត់ពិការมันមានជំរាលស្រួលឡើងជាងហើយមានជំរាលស្រួលឡើងជាងបើយើងធ្វើជំរាលទៅមិនជនដែលមានពិការភាពក៏ឡើងដែរបានដែរយើងគិតគូរសម្រាប់ផ្ទះរបស់យើងចេញមកកន្លែងរកស៊ីរបស់យើងទៅកន្លែងទោះបីជាកន្លែងយើងលក់បាយតូចក៏ដោយហាងបាយតូចមួយក៏ដោយក៏យើងត្រូវគិតថាធ្វើយ៉ាងម៉េចសម្រាប់មនុស្សពិការភាពមកហូបបាយកន្លែងយើងនឹងអញ្ចឹងនេះជាចំណែកខ្លះនៃការចែករំលែករបស់ពួកខ្ញុំអរគុណសម្រាប់ការចូលរួមទស្សនាក្នុងរយៈពេល1ម៉ោងនេះជួបគ្នានៅថ្ងៃសៅរ៍សប្តាហ៍ក្រោយយើងនឹងជួបគ្នាបន្តទៀតអញ្ចឹងឥឡូវនេះគឺខ្ញុំហើយនឹងវណ្ណៈសូមអរគុណសូមជម្រាបលាដល់ម៉ោងដែរហើយអរគុណ